ព្រះបន្ទូលលើកទឹកចិត្តសេចក្តីសន្យារបស់ព្រះអតិកោអត្ថបទគម្ពីរលូកាជំពូក23ខ39ដល់ខ43រីឯចៅកំណាចម្នាក់ដែលជាប់ព្យួរវាប្រមាថមើលងាយដល់ទ្រង់ថាបើឯងជាព្រះគ្រីស្ទពិតនោះចូលជួយសង្គ្រោះខ្លួនឯងហើយនឹងយើងផងប៉ុន្តែម្នាក់ទៀតឆ្លើយបន្ទោសវាថាតើឯងមិនខ្លាចព្រះទេឬអីត្បិតឯងក៏ជាប់ទោសដូចគ្នាគេធ្វើទោសយើងត្រូវហើយត្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្តប៉ុន្តែព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះរួចអ្នកនោះទូលព្រះយេស៊ូវថាព្រះអម្ចាស់អើយកាលណាចូលទៅក្នុងនគរទ្រង់សូមនឹកចាំពីទូលបង្គំផងព្រះយេស៊ូវមានប្រាប់បន្ទូលទៅថាខ្ញុំប្រាប់អ្នកជាប្រកាសថាថ្ងៃនេះអ្នកនឹងនៅក្នុងឋានបរមសុខជាមួយនឹងខ្ញុំដែរសូម្បីតែជាប់នៅលើឈើឆ្កាងហើយក៏ដោយក៏ព្រះយេស៊ូវមិនមានសេចក្តីសុខដែរពីព្រោះទ្រង់នៅតែទទួលការរំខានដដែលចោលទាំងពីរនាក់ដែលកំពុងតែត្រៀមនឹងស្លាប់ជាមួយទ្រង់បានស្រែកដាក់ទ្រង់សូមមើលគម្ពីរម៉ាថាយជំពូក27ខ44ប៉ុន្តែក្រោយមកចៅម្នាក់បានប្រែចិត្តចៅនោះនិយាយទៅកាន់ចៅនៅម្ខាងទៀតថាឈប់និយាយទៅយើងសមនឹងទទួលនៅអ្វីដែលកើតឡើងចំពោះយើងហើយប៉ុន្តែព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះខ្ញុំមិនដឹងច្បាស់ទេថាចៅនោះយល់ដូចម្ដេចតើចៅនោះបានជួបព្រះយេស៊ូវពីមុនមកឬមួយយ៉ាងណាមុនពេលជាប់គុកឬក៏គ្រាន់តែជាការវិនិច្ឆ័យដោយផ្អែកលើកិរិយារបស់ព្រះយេស៊ូវនៅលើឈើឆ្កាងប៉ុណ្ណោះតែទោះជាយ៉ាងណាក៏ដោយក៏ពេលនេះចៅនោះសម្លឹងមើលព្រះយេស៊ូវហើយនិយាយថាអោព្រះម្ចាស់អើយកាលណាចូលទៅក្នុងនគរទ្រង់សូមនឹកចាំពីទូលបង្គំផងខ្ញុំមិនដឹងថាតើគាត់ពិតជាជឿលើនគររបស់ព្រះយេស៊ូវឬមួយថាគាត់កំពុងលេងសើចដូចមនុស្សឆ្កួតទេដឹងដោយធ្វើពុតជាជឿគ្រាន់តែជាការកំសាន្តចិត្តទ្រង់ប៉ុណ្ណោះប៉ុន្តែវាមិនសំខាន់ថាយ៉ាងណានោះទេព្រោះព្រះយេស៊ូវបានមានបន្ទូលចេញពីព្រះឱស្ឋទ្រង់យ៉ាងពិតប្រាកដថាខ្ញុំប្រាប់អ្នកជាប្រកាសថាថ្ងៃនេះអ្នកនឹងនៅក្នុងឋានបរមសុខជាមួយនឹងខ្ញុំដែរតើនេះជាអំណោយដ៏ល្អវិសេសប៉ុណ្ណាទៅដែលព្រះយេស៊ូវបានឲ្យដល់មនុស្សម្នាក់ដែលហៀបនឹងស្លាប់ជាអ្នកដែលគ្មានហេតុផលថានឹងអាចទទួលបានសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់សោះប៉ុន្តែដោយព្រោះព្រះយេស៊ូវអ្នកនោះទទួលបានមែនម្នាក់នេះបាននៅជាមួយទ្រង់នៅក្នុងនគរឋានសួគ៌ទទួលបានការអត់ទោសបាបបានសង្គ្រោះនិងមានអំណរពេញបរិបូរណ៍ដើរជាមួយព្រះយេស៊ូវដោយមានជ័យជំនះត្បិតព្រះយេស៊ូវមិនបានត្រឡប់ទៅផ្ទះនៅនគរឋានសួគ៌វិញតែម្នាក់ឯងទេយ៉ាងហោចណាស់ក៏ព្រះអង្គបាននាំមនុស្សម្នាក់ទៅជាមួយទ្រង់ដែរគឺជាផលផ្លែដំបូងនៃជ័យជំនះលើសេចក្តីស្លាប់និងលើអំណាចនៃអារក្សម្នាក់នេះបានคล้ายទៅជាមនុស្សមុនដំបូងគេបំផុតក្នុងចំណោមមនុស្សរាប់មិនអស់ដែលព្រះយេស៊ូវបាននាំមកផ្ទះនៃនគរឋានសួគ៌វិញថ្វាយដល់ព្រះវរបិតារបស់ទ្រង់គឺជាផលផ្លែនៃការសុគតនិងការរស់ឡើងវិញរបស់ទ្រង់ទាំងលោកអ្នកនិងទាំងរូបខ្ញុំផងដែរគឺនឹងស្ថិតនៅក្នុងចំណោមពួកគេដែរសូមចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំអោព្រះអង្គសង្គ្រោះអើយសូមទ្រង់នាំទូលបង្គំទៅផ្ទះនៃនគរឋានសួគ៌ផងនៅពេលកំណត់របស់ទ្រង់
អាមែនតើលោកអ្នកគិតថាចៅម្នាក់នោះធ្លាប់ជួបព្រះយេស៊ូវពីមុនមកដែរឬទេបើដូច្នេះមែនតើជួបនៅពេលណាតើអ្វីដែលអាចធ្វើឲ្យលោកអ្នកស្ងើចសរសើរចំពោះព្រះបន្ទូលនិងទង្វើរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងតើលោកអ្នកទន្ទឹងរង់ចាំអ្វីខ្លាំងបំផុតអំពីថ្ងៃដែលព្រះយេស៊ូវនាំលោកអ្នកទៅផ្ទះនៃនគរឋានសួគ៌របស់ទ្រង់សូមអរគុណសូមព្រះប្រទានពរ